នេះគឺជា Spear គឺវាមាន enchantment ផ្ទាល់ខ្លួនរបស់វាមួយដែល unique នោះគឺ enchantment Lunge ពេលដែលយើងបូកវាជាមួយនឹង Lunge វានឹងធ្វើឲ្យយើងអាច dash បានបែបនេះហើយអាវុធដែលធ្វើឲ្យវាខ្លាំងនៅក្នុង Minecraft បច្ចុប្បន្ននេះគឺគេយកវាទៅ combo ជាមួយនឹង Mace ដោយសារតែអាវុធពីរនេះនៅពេលដែលយើង combo ជាមួយគ្នាគឺវាខ្លាំងដូច្នេះខ្ញុំក៏បែកគំនិតថាចង់យកវានឹងទៅលេងនៅក្នុង server មួយហើយ server នោះគឺ Mazer Club ហើយ Mazer Club គឺជា server ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហើយក៏មាន player បរទេសជាច្រើនមកលេងផងដែរជាពិសេស YouTuber ធំៗក៏បានមកលេងនៅក្នុង server មួយនេះផងដែរតែនេះគឺជាហេតុផលដែលខ្ញុំជ្រើសរើស server មួយនេះយកមកលេងប៉ុន្តែគ្រាន់តែបានជួបដៃគូដំបូងរបស់ខ្ញុំនេះអ្វីៗក៏បានផ្លាស់ប្ដូរទាំងស្រុងអ្នកទាំងអស់គ្នាប្រហែលជាមើលមិនទាន់ទេតែខ្ញុំមើលឃើញច្បាស់ណាស់កន្លែង main នេះសូម្បីតែ Combat Master ក៏មិនអាចធ្វើបានដែរព្រោះពេលដែលគេវាយមកខ្ញុំបានដូរពី Totem ទៅកាន់ Apple វិញពីការវាយដែលសែនការរបស់ខ្ញុំនេះហើយខ្ញុំបាក់ទឹកចិត្តខ្លាំងមែនតើហើយខ្ញុំក៏បានរត់ទៅអង្គុយ practice ប្រហែលជាជាង80ម៉ោងមកខ្ញុំក៏បាននិយាយថាលេងប៉ុណ្ណឹងដែរវាយជា3 Totem មក2ហើយនៅងាប់មកគេវិញដែរតែបើយើងឈប់ប៉ុណ្ណាវាមិនកើតតែមានអត់លេងតទៀតវាមិនតែចាញ់រហូតទេអ្វីដែលខ្ញុំនិយាយនេះគឺវាសុទ្ធតែជាការពិតព្រោះអ្វីក៏ដោយបើសិនជាយើងឈប់ពាក់កណ្ដាលទីហើយអត់ធ្វើទេវានឹងមិនបានជោគជ័យឡើយដូច្នេះខ្ញុំក៏បានចូលលេងវាម្ដងទៀតដោយដែលខ្ញុំបាននិយាយតាំងពីដើមអញ្ចឹងគ្មានអ្វីដែលយើងអាចឈប់ពាក់កណ្ដាលទីហើយវាបានជោគជ័យទេហើយនេះគឺជាលទ្ធផលដែលយើងខំ train វាកន្លងមក
ប៉ុន្តែនៅពេលដែលខ្ញុំប៉ះគោលប្រកួតមួយទៀតដែលខ្ញុំបានជួបនៅហ្គេមទី3នេះគឺធ្វើឲ្យខ្ញុំធ្លាក់ថ្លើមក្តុករ៉ាគីជួយប៉ះរ៉ាគី what the fuck ហើយដោយតែខ្ញុំបាននិយាយតាំងពីដើមមកចឹងថា server មួយនេះពោពេញទៅដោយ player និង YouTuber ជាច្រើនហើយនេះហើយឥឡូវនេះខ្ញុំបានប៉ះជាមួយរ៉ាគីអូខេ this guy ហើយច្បាស់ចុយរ៉ាគីនេះបាយទ្រូសៀលរ៉ាគីគឺក៏លេងលឿនខ្លាំងមែនតើខ្ញុំសំបីតែចុចធីបាយក៏ចុចមិនត្រូវដែរអូយ៉ាវ៉ាក់ Crucial what the fuck នេះគឺជារ៉ាគីគឺជា player ម្នាក់ដែលខ្លាំងនៅក្នុង Master Club ហើយគាត់ក៏ជា YouTuber ម្នាក់ផងដែរហើយទោះបីជាខ្ញុំមិនអាចវាយគាត់បានសូម្បីតែមួយដៃឬក៏មិនអាចឈ្នះគាត់ក៏ដោយក៏ខ្ញុំនៅតែសប្បាយចិត្តដែរព្រោះនៅពេលដែលយើងប៉ះដៃគូដែលខ្លាំងយើងនឹងអាចអភិវឌ្ឍតាមគាត់ដែរប៉ុន្តែរឿងដែលខ្ញុំនឹកស្មានមិនដល់ហើយគិតក៏មិនដល់ដែរនោះគឺដៃគូផ្ទាល់របស់ខ្ញុំគឺជា Master HR បាយខយណាត្រូវបាយខ what the fuck ទឹកដៃរបស់ Master HR យើងមិនអាចមើលស្រាលបានទេព្រោះគាត់ក៏ជា YouTuber ម្នាក់នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នផងដែរបាយថតមួយបាទដែរបាយខហើយណាมันខទេណានេះថតមួយនេះ2ម៉េស3ចៃអត់ងាប់អូបងមកទៅចោតតាំងប៊ីងាប់បតប៉ាក់អូបាយខយណាចប់បាត់ហើយអូចប់ហើយបាយទៅត្រឹមមួយទៀតហើយចាញ់បាត់ហើយណាតាប់នេះខ្ញុំគិតថាខ្ញុំចាញ់ហើយព្រោះ Master HR គាត់នៅសល់ទៅធ្វើមួយទៀតចំណែកខ្ញុំបានបាយអស់2ហើយអញ្ចឹងអាការដែល Master HR ឈ្នះគឺមានច្រើនជាងរបស់ខ្ញុំប៉ុន្តែបន្ទាប់ពីវាយបានមួយផ្លែតរឿងដែលនឹកស្មានមិនដល់វាក៏កើតឡើង
កន្លែងនេះគឺ Master HR ក៏បានបែកទន្ទឹមមួយទៀតហើយដូច្នេះការដែលខ្ញុំឈ្នះវាអាចនឹងមានដល់កហើយពីមេអត់ងាប់ទៀតបន្ទាប់ពីការវាយនេះហើយវាបានបង្រៀនឲ្យយើងដឹងថាទោះបីជាធ្លាក់ក្នុងកលៈទេសៈណាក៏ដោយឲ្យតែយើងនៅមានក្តីសង្ឃឹមនិងភាពតស៊ូនោះយើងនឹងអាចយកឈ្នះគ្រប់មានសត្រូវទាំងអស់ជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយបើអ្នកដែលចង់ចូល Discord របស់ខ្ញុំ link ខ្ញុំដាក់នៅក្នុង description